ត្រីអាំងរបស់ពូសានទេណែផ្ទះរបស់នេះនៅណាដែរហើយយ៉ាងម៉េចបានជាមកអង្គុយយំក្នុងព្រៃតាឯងចឹងមិនខ្លាចទេឬញឹកសួរពីនេះពីនោះតែខ្មោចទឹកមិនឆ្លើយអ្វីសោះគាត់ឆ្ងល់ក៏ងាកក្រោយឃើញនាងកាន់ត្រីឆៃស៊ីញឹកបើកភ្នែកធំស្រឡំកាំងដឹងថាខ្មោចលងលោតចុះពីរទេះយ៉ាងលឿនខ្មោចទឹកលៀនអណ្ដាតយ៉ាងវែងតាក់ជើងញឹកដួលកាប់មុខស៊ីដីគាត់ភ័យខៀវមុខខៀវមាត់ទុនជើងរត់លែងរួញឃើញមុខខ្មោចសុទ្ធតែឈាមសក់វែងអូសដីក៏ភ័យដាច់ខ្យល់ស្លាប់មួយរំពេចចំណែកឯពូសានក្រោយពីបានទៅរកត្រីនៅព្រៃត្រជាក់នោះមកគាត់កាន់តែមានជីវភាពកាន់តែធូរធារជាងមុនរាល់ពេលដែលគាត់ទៅដល់ទីនោះគាត់តែងតែសម្លឹងរកមើលនារីត្រីអាំងប៉ុន្តែនារីត្រីអាំងរបស់គាត់បានទៅចាប់កំណើតបាត់ហើយក្រោយមកពូសាននិងក្រុមគ្រួសាររស់នៅយ៉ាងសប្បាយតកូនតចៅ